សម្ដេចពិជ័យសេនាធិបាញ់ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាប្រធានមូលនិធិស្ទូបអនុស្សាវរីយ៍ឈ្នះឈ្នះបានគូបញ្ជាក់ថាសន្តិភាពនិងការឯកភាពជាតិពេញលេញនៅកម្ពុជាគឺមិនមែនទទួលបានដោយចៃដន្យនោះទេពលគឺវាបានកើតឡើងពីអិសរាជជនជាច្រើនបានយកជីវិតធ្វើជាដើមទុនដូច្នេះប្រជាពលរដ្ឋនិងយុវជនក៏បីបន្តចូលរួមថែរក្សាសន្តិភាពនិងសមិទ្ធផលដែលទទួលបានពីសន្តិភាពនេះឲ្យនៅគង់វង្សតជំនាន់ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ BTV កាលពីពេលកន្លងទៅនៅទីស្តីការក្រសួងការពារជាតិកម្ពុជាសម្ដេចពិជ័យសេនាធិបាញ់បានលើកឡើងថាការថែរក្សាសន្តិភាពនេះគឺជាបញ្ហាសំខាន់ដោយរក្សាឲ្យបានគង់វង្សហើយសម្ដេចពិជ័យសេនាធិបាញ់បានគូបញ្ជាក់ថាសុខសន្តិភាពនិងការឯកភាពជាតិពេញលេញត្រូវបានរីកសុសសាយនៅពាសពេញប្រទេសកម្ពុជាពីអតីតកាលកម្ពុជាបានជួបប្រទះនៅបញ្ហាដ៏សែនលំបាកក៏ប៉ុន្តែក្រោមការដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោហ៊ុនសែនប្រទេសកម្ពុជាបានបង្រួមទឹកដីឡើងវិញព្រមទាំងបានបង្កលក្ខណៈដ៏ល្អប្រសើរដើម្បីអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើនសម្ដេចបានបន្ថែមថាសន្តិភាពនិងស្ថិរភាពនយោបាយពេញលេញបានផ្ដល់ជាឱកាសដល់យុវជនជំនាន់ក្រោយមានឱកាសសិក្សារៀនសូត្រចំណេះជំនាញផ្សេងៗរហូតមានសមត្ថភាពគ្រប់គ្រាន់ចូលរួមដឹកនាំនិងអភិវឌ្ឍប្រទេសជាតិសម្ដេចពិជ័យសេនាធិបាញ់បានបន្ថែមថាសន្តិភាពការឯកភាពជាតិពេញលេញនេះគឺមិនមែនបានដោយចៃដន្យហើយក៏យើងមិនអង្គុយបន់ស្រន់ហើយប្រទានមកនោះទេប៉ុន្តែឆ្លងកាត់ការលំបាកណាស់ការអនុវត្តឲ្យមានសុខសន្តិភាពនេះមិនមែនជារឿងធម្មតាទេពាក់ព័ន្ធជាមួយនឹងប្រទេសជិតខាងពាក់ព័ន្ធជាមួយនឹងអ្នកប្រយុទ្ធតតាំងគ្នាហើយក៏ចង់ឲ្យមានការរួមរស់ជាមួយគ្នាដោយសុខដុមរមនាដោយសពថ្ងៃនេះមិនមែនជារឿងងាយស្រួលវាមានការលំបាកហើយកន្លែងខ្លះគឺយកជីវិតធ្វើជាដើមទុនទៀតផងអតីតប្រមុខការពារជាតិកម្ពុជារូបនេះបានបញ្យល់ទៀតថាបើនិយាយអំពីនយោបាយឈ្នះឈ្នះនេះគឺយើងប្រកាសជានឹកឃើញភ្លាមដល់សម្ដេចតេជោហ៊ុនសែនដែលជាស្ថាបនិកនិងជាប្រតិបត្តិការផ្ទាល់ក្នុងបេសកកម្មស្វែងរកសន្តិភាពនិងផ្សះផ្សាជាតិជូនជាតិមាតុភូមិនយោបាយឈ្នះឈ្នះដែលជារូបមន្តដ៏ស័ក្តិសិទ្ធិនិងជាស្នាដៃឯករបស់សម្ដេចតេជោហ៊ុនសែនបានបញ្ចប់ទាំងស្រុងនៅសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃទីបំផុតសន្តិភាពពេញលេញនៅកម្ពុជាត្រូវបានរកឃើញនៅថ្ងៃទី29ខែធ្នូឆ្នាំ1998ដោយស្នាដៃរដ្ឋបុរសខ្មែរឈ្មោះតេជោសែនដោយប្រើរូបមន្តពិសេសគ្មានពីរឈ្មោះថានយោបាយឈ្នះឈ្នះដើម្បីប្រែក្លាយសង្គ្រាមឲ្យទៅជាសន្តិភាពដែលសូម្បីតែអង្គការសហប្រជាជាតិបានចំណាយថវិកា$2000 លានក៏មិនទាន់អាចរកសន្តិភាពពេញលេញជូនកម្ពុជាបានឡើយសម្ដេចពិជ័យសេនាធិបាញ់បានគូបញ្ជាក់ទៀតថាការហៅនយោបាយឈ្នះឈ្នះគឺជាការបញ្ចប់សង្គ្រាមដោយគ្មានការបង្ហូរឈាមនិងគ្មានអ្នករងគ្រោះពលគឺខ្មែរឈ្នះទាំងអស់អាកំបាំងនៃនយោបាយឈ្នះឈ្នះត្រូវបានសម្ដេចតេជោហ៊ុនសែនបង្ហាញជាសាធារណៈរួចហើយដោយវាមានធាតុផ្សំសំខាន់3គឺទី1អាយុជីវិតទី2ធានាអាជីពនិងមុខរបរនិងទី3ធានាកម្មសិទ្ធិឯកជនជូនដល់គូជំនួស